នៅក្នុងរយៈពេលត្រឹមតែមួយថ្ងៃឯងបុរសខាងលើគឺគាត់បាត់បង់ទាំងប្រពន្ធបាត់បង់ទាំងកូនស្រីដែលប្រពន្ធស្លាប់កូនស្រីជាប់គុកដោយសារតែកូនស្រីគាត់គឺជាអ្នកដែលសម្លាប់ប្រពន្ធគាត់រឿងក្តីនេះគឺកូនសម្លាប់ម្ដាយទៀតឯអ្នកនរគ្នាហើយបុរសខាងលើនោះគឺគាត់មានឈ្មោះថា Steven Powell ហើយនឹងមានប្រពន្ធឈ្មោះថា Brenda Powell គាត់ក៏មានកូនស្រីដែលមានឈ្មោះថា Sydney Powell ដោយក្រុមគ្រួសាររបស់គាត់ហ្នឹងគឺរស់នៅរដ្ឋ Ohio សហរដ្ឋអាមេរិកនិយាយទៅដូចគ្រួសារទូទៅអញ្ចឹងអ្នកនរគ្នាឪពុកម្ដាយប្រឹងធ្វើការដើម្បីបញ្ជូនកូនទៅរៀនឲ្យបានខ្ពង់ខ្ពស់រៀនចប់ចុងចប់ឡើងអញ្ចឹងទៅប៉ុន្តែកូនគាត់ដែលមានឈ្មោះថា Sydney ហ្នឹងពេលដែលចូលសាកលវិទ្យាល័យហ្នឹងគឺរបៀបថារៀនឡើងចូលរៀនឡើងអីឡើងទៅរៀនក៏ធ្លាក់អីចឹងទៅរហូតដល់ថ្នាក់ថាខាងសាលាហ្នឹងគឺគេបញ្ឈប់ឲ្យទៅរៀនយកហ្មងរហូតដល់ថ្ងៃ20ខែ3ឆ្នាំ2020ហ្នឹងគឺខាងសាលាហ្នឹងគឺគេក៏បានតាក់ទងទៅ Brenda ដែលជាម្ដាយប្រាប់ពីដំណឹងហ្នឹងថាអូ Sydney ត្រូវបានខាងសាលាហ្នឹងគឺគេ suspend ឡើងឲ្យទៅរៀនហើយគឺគេបញ្ឈប់អីចឹងដោយសារតែបន្ទុករបស់គាត់ទាបហើយគាត់ប្រឡងធ្លាក់ហើយការសិក្សារបស់គាត់គឺអត់ល្អគាត់អត់សូវបានទៅរៀនអីចឹងទៅហើយBrenda ដែលជាម្ដាយហ្នឹងគឺគាត់កំពុងតែទូរស័ព្ទជាមួយនឹងខាងសាលាសួរពីនាំពីថាការរៀនសិក្សារបស់កូននិយាយមួយខាងសាលាអីចឹងទៅកំឡុងពេលហ្នឹងដែរ Sydney ដែលជាកូនហ្នឹងកំឡុងពេលដែលម្ដាយគាត់កំពុងតែនិយាយទូរស័ព្ទមួយសាលាហ្នឹងគឺគាត់បានទាញយកខ្ទះឆាអ្នកនរគ្នាយកមកដាក់ក្បាលម្ដាយគាត់មកទៅហឹងហ្មងបន្ទាប់មកគាត់ឈប់ត្រឹមហ្នឹងអ្នកនរគ្នាគឺគាត់បានយកកបិតមកចាក់ចំករបស់ម្ដាយគាត់30ដងហើយខាងសាលាគេក៏របៀបថាលើសំឡេងសែកលើសំឡេងមនុស្សអីចឹងទៅហើយទូរស័ព្ទហ្នឹងក៏បានបិទអញ្ចឹងខាងសាលាគេរៀងឆាឡោគេរៀងសង្ស័យដែរដោយសារសំឡេងសែកអាចមិនមែនតិចទេអាចនឹងខ្លាំងអីចឹងទៅអញ្ចឹងខាងសាលាគេក៏បាន report ប្រាប់ប៉ូលីសមកថាមានអីកើតឡើងបន្ទាប់មកខាងសាលាគេក៏បានព្យាយាមតាក់ទងទៅ Brenda ម្ដងទៀតលើកនេះគឺទូរស័ព្ទលើកប៉ុន្តែអ្នកដែលនិយាយជាមួយសាលាហ្នឹងមិនមែនជា Brenda ដែលជាម្ដាយទេគឺ Sydney ប៉ុន្តែគាត់បន្លំខ្លួនគាត់ថាគាត់ហ្នឹងឲ្យ Brenda ប៉ុន្តែខាងសាលាគឺគេចាំសំឡេងអ្នកនរគ្នាគេដឹងថា Sydney ហ្នឹងគឺជាអ្នកបន្លំខ្លួនហើយគេនិយាយមកថាសំឡេងនេះឯងមិនមែន Brenda គឺ Sydney គេចាំច្បាស់អីចឹងទៅចឹងទូរស័ព្ទហ្នឹងក៏ចុចបិទពេលដែលមកស្ទុកក្រោយមកហ្នឹងគឺខាងប៉ូលីសគាត់ក៏បានទៅចុះទៅដល់ទីតាំងផ្ទះរបស់ Brenda ហ្នឹងហ្មងពេលដែលទៅដល់អញ្ចឹងទៅគាត់គូទ្វារសម្លុកចូលអីចឹងទៅបានឃើញរឿងកាយ Brenda ដែលជាម្ដាយហ្នឹងគេនៅក្នុងទ្រុកជាងច្រើនមែនតើហើយ Sydney ដែលជាកូនស្រីហ្នឹងគឺគាត់ប្រឹងសម្ដែងប្រាប់ប៉ូលីសថាអូមានគេដូចចូលផ្ទះគាត់ចាក់ម្ដាយគាត់ធ្វើបាបម្ដាយគាត់ហើយម្ដាយគាត់ប្រាប់ឲ្យគាត់ចេញរហូតអីចឹងរបៀបអញ្ចឹងហើយពេលហ្នឹងដែរគឺដៃរបស់គាត់គឺមានរបួសអ្នកនរគ្នាហូរឈាមខ្លាំងមែនតើគាត់ប៉ូលីសឃើញឈាមប៉ុណ្ណឹងគឺប៉ូលីសដឹងហើយថារឿងហ្នឹងគឺមានអីកើតឡើងសំខាន់ខ្ញុំមើលវីដេអូដែលប៉ូលីសគាត់ចុះទៅដល់ទីតាំងគាត់ថតអីចឹងគឺ Brenda ហ្នឹងស្រែកយំឡើងនិយាយទៅសម្ដែងសំខ្លាំងមែនតើហ្មងស្រែកឡើងគាត់ឈរហ្មងអ្នកនរគ្នាហើយប៉ូលីសគេឲ្យគាត់ចេញគឺគាត់អត់ព្រមចេញពីផ្ទះហ្នឹងឯងគឺគាត់អត់ព្រមសហការតតែប៉ូលីសទីគាត់ចេញពីកន្លែងដែលម្ដាយគាត់គេហ្នឹងបានគាត់ចេញអីចឹងទៅហើយពេលដែលចេញហ្នឹងប៉ូលីសព្យាយាមសួរនាំគាត់អីចឹងទៅហើយប៉ូលីសក៏បានសួរនាំពីរបួសនៅលើដៃគាត់ដែរគាត់ថារបួសហ្នឹងដោយសារតែគាត់ព្យាយាមទាញកបិតហោទៅជួយម៉ាក់គាត់អីចឹងបែបអញ្ចឹងតែប៉ូលីសគឺគេអត់ជឿទេអ្នកនរគ្នាហើយគេក៏បានព្យាយាមជួយសង្គ្រោះម្ដាយរបស់Sydney នឹងដែរដែលជា Brenda ហ្នឹងគឺសង្គ្រោះបានអ្នកនរគ្នា30ក៏ប្រចាំកហើយគឺគាត់ផុតទៅអ្នកនរគ្នាហើយប៉ូលីសគេក៏បានរកផ្ោះតានៅក្នុងផ្ទះជុំវិញផ្ទះអីចឹងទៅមើលទ្វារមើលអីថាមានស្នាមកោះមានអីអត់បើសិនជាមានមនុស្សលួចចូលផ្ទះមែនអីគឺដឹងតែមានស្នាមកោះទ្វារឬក៏អីតែនេះគឺអត់មានដានអីទាំងអស់ហើយពេលភ្លាមចឹងដែរខាងប៉ូលីសគេក៏បានតាក់ទងទៅ Steven ដែលជាប្តីរបស់ Brenda ហ្នឹងអញ្ចឹងពេលដែល Steven គាត់មកដល់ហ្នឹងគឺគាត់ងាយខ្លាំងមែនតើអ្នកនរគ្នាគឺគាត់និយាយថាអត់ទាន់ដឹងថាមានរឿងអីកើតឡើងគ្រាន់តែមកដល់ពេលឃើញប៉ូលីសឡើងពេញផ្ទះហើយឡើងអញញ៉ៃពេញហ្នឹងហើយឃើញកូនស្រែកយំអង្គុយយំមកផ្ទះអីចឹងទៅគឺគាត់ងាយខ្លាំងមែនតើមកបន្ទាប់មកខាងប៉ូលីសគេក៏បានអញ្ជើញ Steven ហ្នឹងទៅប៉ុស្តិ៍ប៉ូលីសដើម្បីសួរសំណួរខ្លះហើយនឹងប្រាប់ពីអីដែលគេសន្និដ្ឋានណាគឺគេបានប្រាប់ Steven ថាកូនរបស់គាត់ហ្នឹង Sydney ហ្នឹងគឺជាអ្នកដែលសម្លាប់ប្រពន្ធរបស់គាត់ម្ដាយបង្កើតរបស់ខ្លួនឯងហ្នឹងដោយសារតែចម្លើយដែល Sydney ប្រាប់ប៉ូលីសហ្នឹងគឺវាខុសទាំងស្រុងនឹងពោះតាំងដែលប៉ូលីសប្រមូលបាននៅក្នុងផ្ទះអត់មានស្នាមកញ្ចៅដៃណាគេទាំងអស់ហើយអត់មានដានមនុស្សណាក្រៅពី Sydney និយាយទៅក្រុមគ្រួសារគាត់អត់មានដានអ្នកក្រៅសូម្បីតែម្នាក់ហើយសំខាន់ដៃរបស់ Sydney ហ្នឹងគឺគាត់មានរបួសទៀតរបួសហ្នឹងគឺវាស៊ីជាមួយនឹងអីដែលគាត់ចាក់ម្ដាយគាត់ណាអ្នកនរគ្នាហើយពេលដែលគេប្រាប់Steven ហ្នឹងគឺ Steven គឺគាត់ពិបាកទទួលយកខ្លាំងមែនតើគាត់បាត់បង់ប្រពន្ធហើយថែមទាំងបាត់បង់កូនស្រីរបស់ខ្លួនឯងទៀតដោយប្រពន្ធស្លាប់កូនស្រីជាប់គុកដោយសារកូនស្រីហ្នឹងគឺជាឃាតករអីចឹងណាគ្រាន់មើលវីដេអូពេលដែលប៉ូលីសប្រាប់គាត់ណាគឺអារម្មណ៍គាត់ពិបាកទទួលយកខ្លាំងមែនតើហ្មងអ្នកនរគ្នាជឿហ្មងថាណាគេក៏គេពិបាកទទួលយកដែរបើសិនជាមានរឿងហ្នឹងកើតឡើងណាចំណែក Sydney វិញត្រូវបានប៉ូលីសបញ្ជូនឡើងតុលាការពេលដែលឡើងតុលាការហ្នឹងគឺគេកាត់ទោសឲ្យគាត់ហ្នឹងជាប់គុកមួយជីវិតនិយាយទៅយ៉ាងតិចណាស់5-10ឆ្នាំបានគាត់អាចស្នើសុំចេញក្រៅពីគុកបានប៉ុន្តែថ្មីនេះខ្ញុំឃើញព័ត៌មានថាឪពុកគាត់ហ្នឹងគឺបានស្នើសុំឲ្យតុលាការបើកក្តីនឹងសារថ្មីដោយសារគាត់អត់ចង់ឲ្យកូនគាត់ជាប់គុកមួយជីវិតទេដោយសារពេលដែលឡើងតុលាការហ្នឹងគឺគេបានរកឃើញថា Sydney ហ្នឹងគឺគាត់មានបញ្ហា mental របស់គាត់ណាគឺគាត់អត់ដឹងខុសអត់ដឹងត្រូវទេហើយគាត់បានលើកហេតុផលថាអានេះគឺជាមិនមែនជាយុត្តិធម៌ទេបើសិនជាសម្រាប់ប្រពន្ធគាត់ហ្មងអានេះមិនមែនជាអីដែលប្រពន្ធគាត់ចង់បានគាត់ចង់មានន័យថាបើសិនជាប្រពន្ធគាត់គឺគាត់ប្រពន្ធគាត់នឹងអត់ចង់ឲ្យកូនស្រីខ្លួនឯងជាប់គុកជាប់អីចឹងរបៀបអញ្ចឹងណាហើយគាត់ថា3ឆ្នាំហ្នឹង3-4ឆ្នាំហ្នឹងគឺ mental health របស់Sydney ហ្នឹងគឺរបៀបថាដូនដាប់ទៅចឹងទៅចឹងគាត់ចង់ស្នើសុំឲ្យតុលាការហ្នឹងលើកលែងទោសរបៀបថាអាចនឹងឡើងតុលាការសារថ្មីសម្រាប់ទោសឬក៏លើកលែងទោសបញ្ជូនកូនគាត់ទៅពេទ្យផ្លូវចិត្តអីដើម្បីព្យាបាលអីបែបចឹងឥឡូវហ្នឹងអត់ទាន់មានអីអាប់ដេតពីរឿងក្តីហ្នឹងទេអញ្ចឹងបើសិនជាមានអីអាប់ដេតខ្ញុំអាប់ដេតប្រាប់អ្នកនរគ្នាតទៀតហើយរឿងក្តីយើងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេបងអូនចាំជួយទៅ like Facebook page ហើយនឹង follow IG របស់ខ្ញុំអ្នកមួយផងហើយនៅក្នុងវីដេអូនេះបើសិនជាខ្ញុំនិយាយអីទៅខុសទោះត្រង់ណាចាំជួយអធិស្ឋានផងជួបគ្នានៅវីដេអូក្រោយ